គន្លឹះនៅក្នុងការ remove background ដោយយើងប្រើនៅ object មួយចំនួនអញ្ចឹងអ្នកនរគ្នាអាចចូលកន្លែង layer ធ្វើការ copy វាបាន2ហើយអ្នកនរគ្នាក៏លេចទៅមើលពាក្យថា channel បើសិនជាអ្នកទាំងអស់គ្នាអត់ឃើញទេអាចចូលនៅកន្លែង window អូខេអាចមើលត្រង់នឹងបានហើយយើងអាចធ្វើការចុចឬក៏គ្រីសកន្លែងនោះមកដោយសារតែខ្ញុំបានធ្វើការគ្រីសហើយអញ្ចឹងអ្នកនរគ្នាគ្រាន់តែធ្វើការ duplicate វាឲ្យបាន2ដូចគ្នាបន្តមកអ្នកទាំងអស់គ្នាត្រូវតែចូលនៅកន្លែង image ហើយយក adjustment បន្ត adjustment អ្នកនរគ្នាយក level អូខេអញ្ចឹងបន្តមកទៀតនៅត្រង់ចំណុចនេះអ្នកនរគ្នាធ្វើការច្រឡងឲ្យវាចេញពណ៌ខ្មៅនៅ object ដែលយើងចង់បានឧទាហរណ៍តាក់ទងទៅនឹងផ្កាជក់នេះខ្ញុំធ្វើការ select នៅ object នេះឲ្យវាទៅជាលក្ខណៈទ្រង់ទ្រាយ black ហើយ background វា white ពណ៌សជាក់ស្ដែងនៅពេលយើងធ្វើបែបនេះវានៅសទៅលើស្លឹកផ្កាជក់យើងអញ្ចឹងអ្នកនរគ្នាអាចធ្វើការចុចបង្វិលឲ្យវាចេញពណ៌ខ្មៅបែបនេះហើយយកពណ៌ខ្មៅខាងលើបន្តមកទៀតអ្នកនរគ្នាជ្រើសរើសយកនៅប្រាស់ហើយ opacity ខ្ញុំយក100ហើយនឹង flow ក៏ខ្ញុំយក100ដូចគ្នាបន្តមកទំហំ size ទាក់ទងទៅនឹងកន្លែងប្រាស់នេះគឺអ្នកនរគ្នាសេរីវាមកល្មមមកហើយខាងក្រោមនេះគឺយើងបើកវា100%អូខេអញ្ចឹងអ្នកនរគ្នាផាត់នៅកន្លែង object ដែលយើងចង់បានឲ្យវាទៅខ្មៅទាំងអស់ទៅអូខេអាចផាត់ទៅលើឲ្យវាខ្មៅបែបនេះដើម្បីយើង select ទៅវាដាច់ស្អាតបន្តមកអ្នកនរគ្នា select កន្លែងនេះមកហើយធ្វើការបើកផ្នែកទាំងអស់មកអូខេបើកផ្នែកមកហើយយើងមក view ទាក់ទងទៅនឹងlayer របស់យើងហើយធ្វើការដាក់ mask ទៅលើវាមួយដើម្បីយើងអាចធ្វើការ select object យើងហើយយើងធ្វើការចុច control I ដើម្បីយើងឃើញ object របស់យើងអូខេនេះជាលទ្ធផលអញ្ចឹង complete follow ម្នាក់មួយផងអរគុណ